មនុស្សគ្រប់គ្នាមានក្តីប្រាថ្នារៀងខ្លួនមិនបាច់ប្រៀបជាមួយអ្នកណាទេជឿជាក់លើខ្លួនឯងអរុនសុស្ដីបងប្អូនទាំងអស់គ្នាពីទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យឥឡូវនេះទីក្រុងប៉ោយប៉ែតយើងមានសម្រស់កាន់តែស្អាតតែម្ដងជាពិសេសបើបងប្អូនទាំងអស់គ្នាជិះពេលល្ងាចដូចខ្ញុំណាសម្រស់ថ្ងៃរៀបលិចពេលល្ងាចហ្នឹងគឺសោះស្អាតតែម្ដងហើយខ្ញុំបានជិះកាត់ទៅតាមភូមិស្រុកនិងតាមខ្នល់នានានៅទីក្រុងប៉ោយប៉ែតហ្នឹងដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាថាតើការរស់នៅរបស់ប្រជាជននៅក្នុងទីក្រុងប៉ោយប៉ែតហ្នឹងតាំងពីសង្គ្រាមមកមិនដែរនៅតាមផ្លូវពីមុនគឺមានចរាចរណ៍ខ្វាត់ខ្វែងយ៉ាងច្រើនដែរនៅពេលដែលយើងបើកច្រកព្រំដែនណាតាមផ្លូវហ្នឹងធម្មតារដងស្ទះតែតាំងពីជនជាតិថៃមានការឈ្លានពានទន្ទ្រានយកប្រទេសកម្ពុជាយើងមកក៏យើងបានបិទច្រកព្រំដែនហ្នឹងទៅហើយក៏អាជីវករអាជីវកម្មហ្នឹងក៏យើងស្ងាត់ជាងមុនបន្តិចដែរណាមិញប្រទេសកម្ពុជាយើងជាពិសេសបងប្អូនប្រជាជនខ្មែរយើងគឺជាជនជាតិមួយដែលតស៊ូយើងអាចរស់នៅដោយអត់ជនជាតិថៃបានយើងតស៊ូរស់នៅរស់ស៊ីនៅតាមដងផ្លូវហ្នឹងគឺច្រើនខ្លះទៅគាត់ក៏ទៅធ្វើការនៅតាមតំបន់ផ្សេងខេត្តផ្សេងនៅក្នុងទីក្រុងភ្នំពេញកន្លែងនេះកន្លែងលក់សង្វាក់ដែលខ្ញុំចូលចិត្តញ៉ាំមែនទែនបងប្អូនអើយសង្វាក់គាត់តែ 5,000 6,000 ទេបានដល់មួយស្បោងតែម្ដងខ្ញុំទិញ2ឈុតទៅបងប្អូនមានតែសក់មានសដែងស្ពៃក្តោបហើយមានទឹកជ្រលក់គាត់ឆ្ងាញ់នៅក្នុងប៉ោយប៉ែតហ្នឹងណាក៏ស្គាល់ខាងសង្វាក់គាត់ដែរមានតែមួយទេនៅប៉ោយប៉ែតនិយាយទៅបងប្អូនខ្ញុំទិញខ្ចប់ដើម្បីទៅញ៉ាំនៅតាមព្រំដែននៅតាមផ្លូវច្រកព្រំដែនហ្នឹងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាថាតើច្រកព្រំដែនហ្នឹងមនុស្សរស់នៅច្រើនដែរអត់ឥឡូវហ្នឹងគឺច្រើនធម្មតាទេបងប្អូនទាំងអស់គ្នាការរស់នៅធម្មតាប៉ុន្តែថាស្ងាត់ដឹកជញ្ជូនអីវ៉ាន់ពីថៃកាលមុនយើងដឹកចេញចូលស្ងាត់ឥឡូវយើងបិទផ្ដាច់ខ្លួនមកយើងអាចតស៊ូបានក៏យើងនៅតែអភិវឌ្ឍតាមបែបបទមួយទៀតដែរបែបបទយើងតស៊ូរៀនរស់បងប្អូនទាំងអស់គ្នាមានន័យថាយើងមានប្រមាណយើងស៊ីប៉ុណ្ណឹងសេដ្ឋកិច្ចយើងមានប៉ុណ្ណាយើងដើរប៉ុណ្ណឹងហើយគេថាអត់ប្រទេសសៀមខ្មែររស់មិនបានគឺពាក្យហ្នឹងខុសទាំងស្រុងតែម្ដងកម្ពុជារស់បានខ្លាំងមែនទែនហើយថៃដូររ៉ូស៊ីបានហ្នឹងសឹងថាដោយសារកម្ពុជាយើងច្រើនមែនទែនណានាំចូលអីវ៉ាន់មកស្រុកខ្មែរច្រើនឥឡូវមិនដែរថៃតាំងពីកម្ពុជាយើងផ្ដាច់ខ្លួនជាប្រទេសឯករាជ្យមកថៃមិនធម្មតាអ្នកនរគ្នាសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុកខ្លាំងតែម្ដងកន្លែងវាយប៉ាសពតហ្នឹងគឺបិទច្រកឲ្យបងប្អូនអ្នកនរគ្នាអត់មានមកវាយប៉ាសពតវាយអីបានទេបើវាយបានតើបងប្អូនអ្នកនរគ្នាផ្លោះលបងរហូតទៅខ្លួនឯងជំរាបជូនបងប្អូនអ្នកនរគ្នាម្ដងទៀតណាជៀសបានជៀសប្រទេសថៃបងប្អូនអត់ខ្វះទេប្រទេសដើរលេងលើពិភពលោកទាំងអស់ហ្នឹងអូយអត់ប្រទេសថៃមួយដើរលេងតែក្នុងស្រុកឲ្យតែមានលុយដើរទៅក៏បានដែរបងប្អូនអើយនៅតាមផ្លូវកាស៊ីណូខ្លះក៏បឺតកាស៊ីណូខ្លះក៏នៅបើកអញ្ចឹងណានៅមានចិនមានអីតិចតួចដែរប៉ុន្តែប្រជាជនចិនណាអ្នកដែលមករស់ស៊ីនៅស្រុកខ្មែរក៏មិនអាក្រក់ទាំងអស់ដែរបងប្អូនភាគច្រើនក៏មានមនុស្សល្អការរស់ស៊ីអភិវឌ្ឍគេក៏ល្អដែរតែឡែកមិនថាចិនទេអ្នកទាំងអស់គ្នាក៏មានជនជាតិកូរ៉េជនជាតិជប៉ុនជាលក្ខណៈពួកខូចខលខូចមករស់នៅប្រទេសកម្ពុជាយើងបង្កើតជាក្រុមដែរទៅក៏ធ្វើឲ្យខូចឈ្មោះចិនដែលល្អអ្នកដែលគេខំមករស់ស៊ី investment អ្នកដែលមុខជំនួយធំអញ្ចឹងណាបងប្អូនអរគ្នានិយាយតាមមើលឃើញជាក់ស្ដែងនេះបានផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរហ្នឹងគឺច្រើនដែរតែតាំងពីបញ្ហាដែនបញ្ហាសេដ្ឋកិច្ចពិភពលោកហើយក៏បញ្ហាជនជាតិចិនហ្នឹងមកក៏ធ្វើឲ្យយើងហ្នឹងបងផលនឹងឥទ្ធិពលច្រើនដែរបងប្អូនអរគ្នាយើងគួរតែរៀនកន្លែងខ្លះយើងគួរតែទទួលយកកន្លែងខ្លះក៏យើងគួរតែរៀនសិក្សាស្វែងយល់ខ្លួនឯងផងដែរអាងគេនិយាយអីចេះតែស្ដាប់បងប្អូនអរគ្នាយើងស្ដាប់ហើយយើងយកមកគិតត្រេះរិះពិចារណាខ្លួនឯងប្រទេសកម្ពុជាគឺជាប្រទេសរបស់យើងអញ្ចឹងបើយើងជន់ឈ្លីប្រទេសយើងមិនបាច់រស់នៅកម្ពុជាទៅរស់នៅអាមេរិកទៅអស់ទៅពិបាកមែនតើសិនជាយើងជាជនជាតិខ្មែរយើងរៀនអភិវឌ្ឍប្រទេសជាតិយើងរៀនផ្ដល់ការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងរៀនចេះជួយយកអាសាគ្នាទៅវិញទៅមករំលែកព័ត៌មានល្អពីប្រទេសកម្ពុជាយើងប្រាសាទអង្គរវត្តតំបន់ទេសចរនៅក្នុងស្រុកជាច្រើនទៀតក៏ជួយប្រជាពលរដ្ឋយើងទៅតាមអ្វីដែលអាចជួយបានដូចជាបងអ៊ំដែលមានហ៊ុនធំអីអាចបើកទទួលយកបុគ្គលិកបន្ថែមទៀតឲ្យបានច្រើនពីព្រោះប្រជាជនយើងគាត់ខ្វះខាតការងារធ្វើគាត់អាចចូលធ្វើបាននិយាយពីការងារនៅស្រុកខ្មែរគឺមានច្រើនដែរក៏ប៉ុន្តែប្រាក់បៀវត្សរៀងតិចតួចដែលបងប្អូនអរគ្នាដឹងហើយប្រទេសយើងកំពុងតែប្រទេសអភិវឌ្ឍអញ្ចឹងបើសិនជាបងប្អូនអរគ្នាចង់បានប្រាក់ខែច្រើនពីវ័យក្មេងទៅបងប្អូនអរគ្នាត្រូវខំប្រឹងសិក្សារៀនសូត្រដើម្បីអភិវឌ្ឍប្រទេសយើងនឹងរីកចម្រើនតទៅមុខទៀតយើងអាចកិច្ចសាលាដើរស៊ីផឹកហើយតាំងស្រែកថាប្រទេសយើងពិបាកប្រទេសយើងល្អក៏ចាប់ផ្ដើមចេញពីខ្លួនយើងដែរបងប្អូនអរគ្នាបងប្អូនអាជីវករដែលកំពុងលក់នៅនេះតាំងពីសង្គ្រាមមកគាត់លក់អត់សូវដាច់ប្រហែលទេពីមុនមានមនុស្សចូលច្រើនមែនទែនតែហេតុអីបានគាត់នៅតស៊ូប្រឹងប្រែងលក់
ដោយសារតែពួកគាត់គឺជាមនុស្សឯករាជ្យគឺជាមនុស្សរឹងមាំគឺជាអាជីវករមួយដែលល្អគាត់តស៊ូលក់ល្បិចល្បក់ទោះបីជាបានតិចបានច្រើនក៏ដោយខ្ញុំសរសើរទឹកចិត្តបងប្អូនខ្មែរយើងណាស់គឺគាត់ភាគច្រើនអត់ទៅរស់នៅថៃដើម្បីឲ្យគេធ្វើបាបជិះជាន់ទេគាត់តស៊ូមកដាំបន្លែដាំបង្ការមកធ្វើការរោងចក្រមកធ្វើការនៅភ្នំពេញលក់ដូរតស៊ូនៅស្រុកយើងខ្វះខាតអីយើងនិយាយខ្មែរយើងនិយាយដោះស្រាយគ្នាឯងគាត់តស៊ូលក់បានរបស់គាត់បងប្អូនអ្នកស៊ូគេនៅតែស៊ូអ្នកល្អូគេនៅតែល្អូអញ្ចឹងឯងជំនាន់នេះចំនួនមនុស្សរស់នៅមានដង្ហើមនៅអាចដើរនៅអាចដាំដុះនៅអាចលក់ដូរបានបងប្អូនយើងនៅអាចស៊ូបានមិនមែនជំនាន់ស៊ូមប៊ីខំឲ្យត្រូវរត់គេចខ្លួនទេអត់ទេណាកុំមានចិត្តពុះកញ្ជ្រោលខឹងក្រោតខុសប្រក្រតីតាមពិតទៅបងប្អូនដែលរស់នៅក្នុងទីក្រុងប៉ោយប៉ែតដែលជាប់ព្រំដែននេះបងប្អូននៅតែមានអក្សរថៃអញ្ចឹងអាតេះរបស់របរឲ្យគាត់ទៅបកឲ្យគាត់ទៅបំផ្លាញចោលមិនបងប្អូនហើយឃើញជាបិទភ្នែកមើលខ្លះទៅណាមានអក្សរខ្មែរយើងប៉ុណ្ណានៃតែលក់នៅស្រុកខ្មែរយើងតើឲ្យទៅគាត់អាទិះដំអាទិះចោលមិនគាត់មានលុយដូរទេរៀនយោគយល់វាប់ឡើង 5J គាត់អត់លុយទេណាបងប្អូនអញ្ចឹងគាត់ត្រូវការតស៊ូលក់ដូរឯអ្នកខ្លះទៅក៏គាត់បកអក្សរថៃបកផ្លាកថៃចេញដែរប៉ុន្តែអ្វីដែលសំខាន់ណាបងប្អូនប៉ោយប៉ែតណាដូចមុនទេណាបងប្អូនគាត់ចាយលុយខ្មែរក៏អត់មានចាយលុយថៃទេខ្ញុំដើរគ្រប់តូបទាំងអស់គាត់ព្យាយាមកាត់ផ្ដាច់ខ្លួនពីថៃដោយសារតែពីមុនយើងរស់នៅដោយសារតែយើងយកអីវ៉ាន់គេមកលក់តែឥឡូវយើងផ្ដាច់ខ្លួនផឹងហ្មងបើនិយាយពីមិត្តភ័ក្តិអ្នកលក់ដូរនៅតាមព្រំដែននៅខាងផ្សារឡុងឃ្លឿដែលនៅព្រំប្រទល់ថៃខាងថៃខ្មែរយើងខ្ញុំស្រក់ទឹកភ្នែកបងប្អូនអរគ្នាមិនដឹងខាត់លុយរាប់ម៉ឺនរាប់សែនដុល្លារខ្ញុំប្រាប់បងប្អូនទៅវ៉ាន់ខ្មែរយើងស្ថិតនៅក្នុងព្រំដែនថៃនឹងអស់លេងវាដកយកវិរឹបអូសយកវាឌីឈឺចាប់អួលណែនណាខ្ញុំមិនដឹងថាឈឺចាប់មិនខ្មិចយើងក៏ខ្លោចផ្សារយើងឃើញវាធ្វើបាបយើងតែបងប្អូនជនជាតិខ្មែរយើងដែលមានអីវ៉ាន់នៅស្រុកថៃវិរឹបអូយោយើងវាខ្លោចផ្សារលើដើមយើងស្អប់ណាស់ជនជាតិហ្នឹងក៏ប៉ុន្តែយើងអត់អាចមកធ្វើបាបជិះជាន់ប្រជាជនយើងលក់របស់ថៃរបស់អីដូងខ្មែរនេះអ្នកនរគ្នាមានយកពីថៃណាកើតយកមកពីខេត្តកពតលក់ពេញប៉ោយប៉ែតនេះប្រជាជននៅក្នុងទីក្រុងប៉ោយប៉ែតនេះគេព្យាយាមផ្ដាច់ខ្លួនខ្លាំងមែនទែនបងប្អូនអរគ្នាអញ្ចឹងកន្លែងណាយើងយកយល់បានយើងយកយល់សំខាន់យើងអត់យកអីវ៉ាន់ពីថៃមកលក់ទេអីវ៉ាន់ណាដែលសេសសល់ដូចជាម៉ាស៊ីនទឹកកឡុកទូទឹកកកហើយនឹងទូក្លាសេអីក្រហមខៀវនេះទិញពីថៃមកតាំង 4-5 ឆ្នាំមុនបីបងប្អូនអរគ្នាប្រុងឲ្យគាត់នឹងយកទៅបោះចោលអីយើងរៀនចេះគិតទៅបងប្អូនអរគ្នាប្រសើរជាងយើងគិតតែពីខឹងក្រោតបោះចោលហ្នឹងมันក៏អស់ខាតរបស់ពួកគាត់អស់ហើយរបស់ណាយើងទុកប្រើបានយើងទុកប្រើទៅគាត់ថាយើងឥឡូវយើងឈប់ support គាត់ធ្វើម្ហូបឆ្ងាញ់ណាស់បងប្អូនខ្ញុំដើរគ្រប់តូបទាំងអស់ខ្ញុំជួយទិញពួកគាត់ម្នាក់បន្តិចខ្ញុំអត់មានលុយទិញច្រើនទេបើខ្ញុំសិននឹងហាមានលុយច្រើនទិញគាត់អស់មួយផ្សារហ្នឹង $2-3 ម៉ឺនក៏ខ្ញុំទិញដែរបងប្អូនអរគ្នាឲ្យតែបានជួយទៅកាន់ប្រជាពលរដ្ឋខ្មែរយើងអត់បានជួយអីក៏យើងផ្ដល់ក្តីស្រឡាញ់ share like comment ផ្ដល់ពាក្យល្អសួរសុខទុក្ខគ្នាទៅវិញទៅមកមកយាយបងប្អូននៅប៉ោយប៉ែតរស់នៅយ៉ាងម៉េចដែរ comment សួរសុខទុក្ខគ្នាល្អសេចក្តីល្អកើតចេញពីចិត្តរបស់ពួកយើងត្បិតតែប្រទេសយើងក្រមែនប៉ុន្តែយើងអត់ដែលកាប់សម្លាប់កាប់ចាក់គ្នាទេបងប្អូនអើយពួកយើងស្រឡាញ់គ្នាមែនទែនជនជាតិខ្មែរយើងនេះអត់មានមកវាយកាប់ចាក់ជេរស្អប់ខ្ពើមគ្នាទេខ្មែរយើងគឺជាប្រជាជនមួយដែលស្លូតស្រឡាញ់គ្នាខ្លាំងមែនទែនមិនថាខ្មែររស់នៅប្រទេសណាក៏ដោយស្រឡាញ់គ្នាដូចបងដូចប្អូនអញ្ចឹងខ្មែរយើងអត់ចេះលួចគេមិនដូចប្រជាជនថៃសូម្បីតែស្វាយបាយតណើបបុកលហុងអាហិលហ្នឹងអាសុំតាមហិលហ្នឹងក៏វាលួចចេញពីប្រទេសឡាវដែរសុទ្ធសឹងតែជាម្ហូបឡាវម្ហូប inspire ពីឡាវមកសុទ្ធទាំងអស់បងប្អូនអរគ្នាអញ្ចឹងមិនថានៅខ្មែរមានស្វាយតណើបនៅខ្មែរមកឲ្យមានមិនមួយឆ្នាំស្វាយម្ដងគេធ្វើស្វាយបាយតណើបញ៉ាំបើស្វាយហ្នឹងគឺ signature មកពីឡាវបុកលហុងហិលមានទឹកប្រហុកហ្នឹងមិនមែនបោះថៃទេបោះឡាវបងប្អូនអរគ្នាបុកលហុងខ្មែរយើងបុកជាមួយអំបិលខ្ចីរៀនយល់រៀនដឹងបងប្អូនអរគ្នាកាលណាយើងយល់ដឹងទៅយើងអត់សូវខឹងក្រោតខុសរបៀបទេមានន័យថាបើយើងខឹងឲ្យត្រូវចំណុចខឹងគោទៅវាយអង្គលបងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺសត្វសឹងតែជាមនុស្សចេះដឹងយោគយល់និងអធ្យាស្រ័យគ្នាទៅវិញទៅមកអញ្ចឹងខ្ញុំពិតជាចង់ឲ្យអ្នកទាំងអស់គ្នាស្រឡាញ់គ្នាខ្លាំងមែនទែនមិនដឹងថាធ្វើវីដេអូហែកធូងបែបម៉េចដើម្បីបងប្អូនអរគ្នាយល់ទេប៉ុន្តែមួយរយៈក្រោយនេះខ្ញុំឃើញពួកយើងស្រឡាញ់គ្នាខ្លាំងដោយសារតែពួកយើងចេះជួយចែករំលែកតាមរយៈការជួយទៅកាន់បងប្អូនភាសឹកជួយទៅកាន់បងប្អូនតាហ៊ានកងទ័ពនៅតាមខេត្តនៅតាមជីដែននីមួយៗខ្ញុំគ្រាន់តែឃើញទឹកចិត្តបងប្អូនខ្មែរបេះដូងខ្ញុំសឹងថាឡើងពណ៌ស៊ីចម្ពោះឲ្យបងប្អូនអរគ្នាខ្ញុំនឹកស្មានថាបងប្អូនខ្មែរយើងស្រឡាញ់គ្នាដល់ថ្នាក់នឹងសោះខ្ញុំមកញ៉ាំម្ហូបនៅតាមជីដែននេះបងប្អូនអរគ្នាដឹងហើយជីដែនគេលក់មិនក៏គេនៅតែលក់អញ្ចឹងដែរនេះសបលៈខ្មៅនេះមានជនជាតិថៃណាមកលក់នៅលើទឹកដីខ្មែរយើងទេសិតតែបងប្អូនខ្មែរយើងនឹងក៏តាមម្ហូបអញ្ចឹងណាសេះសល់ inspire តាមបែបប្រទេសជិតខាងតិចតួចបកក្តាមហ្នឹងគេហៅក្តាមសេកក្រហមហើយបើសួរខ្ញុំថាឆ្ងាញ់អត់ក្តាមហ្នឹងយកមកធ្វើក្តាមប្រៃអូច្រវាច់មួយក្រូចឆ្មាដាក់មួយជីនិយាយពីថាឆ្ងាញ់មែនតើបើសិនជាបងប្អូនអរគ្នាបុកជាមួយបុកល្ហុងវិញឆ្ងាញ់ខ្លាំងណាស់ក្តាមសេកហ្នឹង
តែក្តាមសេកវាថ្លៃជាងក្តាមស្រែយើងក្តាមស្រែក៏ឆ្ងាញ់ដែរប៉ុន្តែវារៀងថោកជាងអញ្ចឹងណាបងប្អូនក្តាមសេកគូសាច់វាអូឆ្ងាញ់ណាបងប្អូនអរគ្នាយកទៅត្រាំមកយកមកធ្វើបុកល្ហុងឆ្ងាញ់មែនតើតើជុំវិញនឹងឃើញបងប្អូនយើងច្រើនមែនតើលក់ដូរប្រកបរបររកស៊ីតាំងពីលក់ចាប់ហួយតាំងពីលក់គ្រឿងក្អូបហើយរបស់របរគ្រឿងក្អូបរបស់គាត់នឹងសល់តាំងពី4-5 ឆ្នាំមុនមិនផងឲ្យគាត់ដុតចោលអស់ឲ្យបងប្អូនអើយមួយគាត់ស្រឡាញ់ខ្ញុំណាគាត់នៅឃើញគាត់ស្រែកហេហូពេញនឹងតែម្ដងហើយមិនតែមិនធម្មតាណាបងប្អូនអរគ្នាគាត់លក់មកដល់ជាដែរនេះហើយមានលក់ថ្នាំដុសធ្មេញខ្ញុំទៀតខ្ញុំមកសង្កថាយំថាបងឯងលក់របស់នៅជាដែនសិតតែរបស់ថោករបស់ល្អហើយសិតតែមានគុណភាពខ្ពស់អីមិនបងឯងលក់ថ្នាំដុសធ្មេញខ្ញុំគាត់ថាអីមិនយ៉ាងបងឯងនិយាយអញ្ចឹងបងលក់របស់ខ្លួនឯងណាបងប្រើរបស់ខ្លួនឯងទៀតសិតតែរបស់ល្អបានខ្លួនឯងយកមកលក់ហើយមានតម្លៃថោកណាតម្លៃថ្លៃបងយកមកលក់ឲ្យដាច់បងសប្បាយចិត្តកន្លែងបងត្រូវតែមានលក់របស់ថ្លៃរបស់ថោកខ្លះឲ្យប្រជាជនយើងគាត់មានជំរឿក្នុងការលក់ដូរខ្ញុំសប្បាយចិត្តខ្ញុំឃើញគាត់និយាយអញ្ចឹងខ្ញុំសឹងអាស្រក់តែខ្ញុំសប្បាយចិត្តមែនទេមិនខ្ញុំនិយាយនឹងបញ្ចោឬក៏មោទនភាពអីទេខ្ញុំសប្បាយចិត្តដែលគាត់មានផលិតផលខ្មែរមានផលិតផលខ្ញុំដែលគាត់ជឿជាក់លើខ្ញុំយកមកលក់ហើយមានអ្នកទិញទៀតបងប្អូនអរគ្នាជាគាត់យកថ្នាំដុសធ្មេញ7ហេម៉ាឡៃខ្ញុំដាក់លក់ឲ្យអត់មានអ្នកទិញសួរថាអ្នកចិត្តតូបគាត់ដាក់លក់ដែរអត់សឹងថាសឹងគ្រប់តូបមកបងប្អូនអរគ្នាដើរម្លងមកតូបឃើញថ្នាំដុសធ្មេញខ្ញុំមួយថាអូលក់របស់មកកកោកហើយនៅលក់របស់ខ្ញុំទៀតគាត់សប្បាយចិត្តនឹងលក់សប្បាយចិត្តនឹងទទួលបានប្រាក់ចំណេញតែម្ដង7រៀលហ្នឹងគាត់ក៏ចំណេញច្រើនដែរអត់ចំណេញ4-500ទេបងប្អូនអញ្ចឹងនេះនិយាយអស់ហ្មងទៅកុំឲ្យថាខ្ញុំមិនចេះតែនិយាយខ្ញុំផ្ដោតខ្លាំងគឺប្រាក់ចំណេញរបស់ពួកគាត់បើពួកគាត់អត់ចំណេញច្រើនទេខ្ញុំអត់លក់ទេបងប្អូនហើយញ៉ាំបុកល្ហុងមួយសង្វាក់ខ្មែរយើងហ្នឹងបកសង្វាក់ញ៉ាំជាមួយនឹងបុកល្ហុងមានត្រីសាល់ម៉ុនមានត្រីត្រោតមានត្រីអីហ្នឹងគឺញ៉ាំទៅឆ្ងាញ់ទាំងអស់បងប្អូនអើយចេញពីហ្នឹងទៅក៏ជីឆ្វាត់ឆ្វែងកាត់ចង់ជិះផ្លូវកាត់បងប្អូនអរគ្នាទៅលេងផ្ទះសៃប៉ាចតែសៃប៉ាចគេអត់នៅផ្ទះទេគេនៅហាងកាហ្វេអញ្ចឹងទៅមានណាជិះកាត់តាមភូមិជេងហ្នឹងវែងផ្លូវឡើងកន្លះម៉ោងបងប្អូនអើយជឿតាម Google Map ជិះកាត់តាមបរាយទឹកបងប្អូនអើយលើកកុំជឿតាម Google Map ជិះឡើងវងវែងវងវាន់ប៉ុន្តែមានអីទេសភាពស្អាតដែរតែបងប្អូនអរគ្នាខ្ញុំខ្ជិលជិះលើផ្លូវធំហ៎ជិះលើផ្លូវទូចហ្នឹងឃើញកន្លែងប្រព័ន្ធទឹកប្រព័ន្ធធារាសាស្ត្រយើងហ្នឹងគឺល្អមែនតើខ្ញុំស្រឡាញ់រដ្ឋាភិបាលយើងដែរចេះរៀបចំប្រព័ន្ធធារាសាស្ត្រសម្រាប់បងប្អូនយើងសម្រាប់ធ្វើស្រែចម្ការបើយើងជិះបុកទៅត្រង់ទៅគឺព្រៃច័ន្ទឯងបងប្អូនអរគ្នាខ្ញុំស្ដាច់ជិះហើយជិះឆ្វាត់ឆ្វែងគ្រប់កន្លែងទាំងអស់ហ្នឹងប្រទេសកម្ពុជាមួយខ្ញុំដើរអត់មានចន្លោះហ្មងខេត្តណាក៏ដើរទីតាំងតំបន់ណាក៏ដើរប្រទេសគេក៏ដើរដើម្បីចង់បង្ហាញបងប្អូនអរគ្នាឲ្យបានឃើញអំពីពិភពលោកកុំឲ្យតែឃើញតែស្រុកខ្មែរមួយខ្មែរល្អមានប្រជាជនល្អមានទឹកចិត្តបេះដូងល្អស្រុកគេមិនប្រកាសថាមានប្រជាជនមានទឹកចិត្តបេះដូងស្រឡាញ់អ្នកចិត្តខាងដូចយើងឯណាអ្នកខ្លះទៅគេគិតតែគឺគ្រួសារគេទេយើងមានសឡមានអីលើកឲ្យអ្នកចិត្តខាងស្រុកគេប៉ះអ្នកចិត្តខាងល្អប៉ះអ្នកចិត្តខាងអត់ល្អណាមើលមុខគ្នាគេមើលមុខគ្នាផងខ្មែរយើងស្រឡាញ់គ្នាណាបងប្អូនខ្ញុំស្រឡាញ់ទឹកចិត្តបងប្អូនខ្មែរយើងណាខ្ញុំជិះទៅជិះមកវិញពេញវាស្រែតែចង់ទៅហួសទៅលេងសៃប៉ាចផងមកយាយជីវិតគាត់តាំងពីខ្លាចជានារីអាជីវកម្មមកលុយចាយលេងអស់បងប្អូនអញ្ចឹងទៅវងវែងផ្លូវឃើញតាមផ្លូវហ្នឹងគឺសិតសឹងតែគេជួររស់ដើម្បីដោយសារតែខែវស្សានេះគឺគេរៀបចំដាំម្លឹកដាំអីអញ្ចឹងគេដាំហូរហាតាមផ្លូវរហូតនិយាយទៅភូមិស្រុកអ្នកនៅប្រទេសមានជ័យនេះគឺសប្បាយហ្មងនេះកាហ្វេសៃប៉ាជិះតាមក្រោយតាមមុខអត់ជិះទេហើយផ្លូវក្រោយបងប្អូនជាពិសេសខែភ្លៀងរដូវវស្សាឥឡូវនេះមិនបាច់មកទេជិះតាមក្រោយជិះតាមមុខទៅពិបាកណាភ្លៀងមកតែមួយមេខ្ញុំដឹងតែរុញឡានហ្មងគិតទៅសៃប៉ាចបកែធ្វើហាងកាហ្វេណាគេធ្វើនៅក្នុងភ្នំហ្មងណាពេលណាដែលថាមើលតាម Google Map ហ្នឹងដឹងតែអត់ឃើញទេបងប្អូនត្រូវតែងាកមើលផ្លាកសៃប៉ាចហ្នឹងគឺគាត់អាសាសេផ្លាកតាមផ្លូវណាឃើញគេដាក់ថាកាហ្វេស្រីផាចមកគឺជិះទៅដល់ហើយបងប្អូនខ្ញុំហៅគាត់សៃប៉ាចតាមពិតឈ្មោះគាត់សៃផាចតាមផ្លូវគាត់នេះនិយាយទៅតតំណាក់ដូចថាស្វះស្វែងដែរបានមកដល់កន្លែងកាហ្វេនេះពេលចូលមកដល់គឺមានបរិយាកាសរៀងស្រស់ថ្លាសប្បាយអ៊ូអរដែរបងប្អូនអរគ្នាដោយសារតែបើសារអាទិត្យមនុស្សចូលច្រើនច័ន្ទគៀអញ្ចឹងរៀងស្ងាត់ដែរបងប្អូនតែបើសារអាទិត្យពិបាករកកន្លែងអង្គុយទីដោយសារតែគេមាន show មានចម្រៀងមានអីរាំអញ្ចឹងទៅដែលខ្ញុំស្រឡាញ់នៅក្នុងខេត្តបន្ទាយមានជ័យនេះគឺមានភ្នំទូចហើយមានកន្លែងដើរកម្សាន្តជាពិសេសកន្លែងដាំផ្លែឈើផ្លែបង្ការបន្លែហើយកន្លែងកាហ្វេគាត់ហ្នឹងគឺគាត់ដាំដោយថារុក្ខជាតិខៀវខ្ចីបងប្អូននោះដើមឈើហ្នឹងស្អាតតែធំចង់គោះមកដើមមានតែដាំនៅផ្ទះសិប៉ានៅចាំគោះហ្មងដោយសារមកដល់ម្ចាស់គេនៅអញ្ចឹងយើងអត់អាចគោះបានទេបាទអញ្ចឹងយើងត្រូវការសុំនិយាយលេងបងប្អូនអរគ្នានៅតាមផ្លូវហ្នឹងគឺគេដាំដើមឈើរុក្ខជាតិដើម្បីឲ្យដើរទៅខាងក្នុងមើលទៅដូចសួនក្នុងព្រៃអញ្ចឹងបងប្អូននៅខេត្តបន្ទាយមានជ័យហ្នឹងកាហ្វេសៃប៉ាចហ្នឹងដូចព្រៃអញ្ចឹងតែបើសិនជាបងប្អូនមកសៀមរាបមកចេះស្ដារកាហ្វេព្រៃជាងនឹងទៀតបាទ The Real ព្រៃតែម្ដងគឺខ្ញុំចូលចិត្តកន្លែងកាហ្វេដែលមានបរិយាកាសខៀវខ្ចីហេតុអីបានខ្ញុំចូលចិត្តខៀវខ្ចីដឹងអត់បងប្អូនអរគ្នាទៅរុក្ខជាតិខៀវខ្ចីធ្វើឲ្យយើងមានអារម្មណ៍ល្អ
មានអារម្មណ៍សុភមង្គលហើយព្យាបាលជំងឺច្រើនមែនទែនតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថារុក្ខជាតិខៀវខ្ចីបានផ្ដល់សុភមង្គលដល់មនុស្សបានធ្វើឲ្យមនុស្សនោះមានអាយុកាន់តែវែងទៅទៀតហើយនៅពេលដែលមនុស្សយើងបានដើរចូលដល់ព្រៃភ្នំព្រៃព្រឹក្សាកន្លែងទឹកធ្លាក់កន្លែងដើមឈើធំៗតែងតែមានអារម្មណ៍ល្អតាមពិតទៅព្រៃព្រឹក្សាហ្នឹងល្អមែនទែនចំពោះសុខភាពហើយក៏ហាងកាហ្វេគេហ្នឹងគេដាក់អាផ្សែងទៅមើលទៅដូចនៅក្នុង fairy tale magical អញ្ចឹងផ្សែងគេសើមបងប្អូនមិនមែនផ្សែងអីឆ្លក់ទេណាផ្សែងចេញពីទឹកមកស្អាតដែរកាហ្វេគេនេះចេញគូរូបម៉ាឆាគូរូបទឹកក្រូចច្របាច់ផាសិនអីមើលតំណងរបស់គេដែរមានផ្លាកបិទទេណាគេគូផ្ទាល់ហ្មងរបស់គេនិយាយពីថាប៉ិនគូប៉ិនតុបតែងមែនតែនមកនេះអត់ឃើញម្ចាស់ទេដើររេសៃប៉ាច់ហ្នឹងគេឡៃតែដើរលេងនឹងក្រោយអូនោះតលឺសលេងខ្ញុំស្រែកវោវាក់រត់មកហ្មងគេមានក្រូចបងប្អូននៅនឹងគេមានលក់ទឹកក្រូចច្របាច់ក្រូចគេក្រូចព្រៃស្រស់ច្របាច់ដាក់កែវបងប្អូនអរគ្នាញ៉ាំអត់មានលាយស្ករលាយអីថែមទេចង់ញ៉ាំទឹកក្រូចស្រស់អីមកកន្លែងសិផាច់បានហើយគេដាក់តុក្កតាមួយអង្គុយតុក្កតាមួយអង្គុយលើខ្ញុំអត់ដឹងមានកន្លែងអង្គុយពីលើតែម្ដងចម្លែកមែនតែនមកដាក់តុក្កតាមួយអត់ព្រមដាក់ឲ្យមាន2មកកន្លែងហ្នឹងគេសួរអង្គុយថតទេអត់សមាននៅមានកន្លែងណាអង្គុយពីលើហ្មងតាហើយក្រៅពីកាហ្វេគេក៏មានលក់បុកល្ហុងរបស់ញ៉ាំដូចជាស្វាយខ្ទិះស្វាយរហួតហើយនឹងតបៃអីចឹងសិតតែរបស់ដែលដាំនៅក្នុងខេត្តបន្ទាយមានជ័យនេះផ្ទាល់តែម្ដងនិយាយដូចចង់ជាប់ដាតមិនដឹងទេបញ្ចូលសលេងយ៉ាងយូរដែរព្យាយាមសម្រាយឲ្យឆាប់ចប់តែមិនចប់ទេបងប្អូនអើយវីដេអូនេះចូល20នាទីជាងបើសិនជាខ្ញុំធ្វើវីដេអូនិយាយផ្ទាល់ហ្មងស្រួលឡើងរឿងបញ្ចូលសលេងមួយយ៉ាប់ដោយសារតែអត់បានថតជាលក្ខណៈដាក់ម៉ៃនិយាយបងប្អូនស្វាយគេអាស្វាយខ្ទិះនឹងឆ្ងាញ់បងប្អូនចិត្តមកខ្ទិះនិយាយពីផ្អែមមិនបាច់ជ្រលក់អំបិលទេស្វាយខ្ទិះនេះខ្ញុំចូលចិត្តខ្លាំងមែនតើលក់គិតគីឡូគេមានលក់បែកគោលក់អីចឹងតាមរដូវតាមស៊ីសិនចឹងទៅបើតបែកវិញអូយខំមួយម៉ាត់ក៏ហមដល់កដាលមកមិនដឹងថាតបែកស្អីគេទេតិចតបែកយួនហ្នឹងមិនកើតសេបែកលក់តែរបស់ organic ហ្នឹងនៅប្រទេសមានជ័យមានយួនមានណាមកខ្ញុំនិយាយលេងសេបែកទីជេខ្ញុំនៅខាងក្នុងគេមានលក់មីលក់អីឆុងអញ្ចឹងណាពាក្យច្រើនគឺលក់តែរបស់កម្ពុជាទៅយើងទេគេមានលក់របស់ចិនរបស់ថៃទេសៃប៉ាយគ្រាន់បើដែរគាត់ផុតខ្លាំងមែនតើក្នុងគ្រាមហ្នឹងសៃប៉ាយខ្ញុំហ្នឹងបើថាអត់ខ្សោះអស់ជាតិទឹកហើយរត់ទៅរត់មកបងប្អូននិយាយទៅខ្ញុំភឺស្វល់នេះរងថ្ងៃដេកនៅភឺឡើយដេកតែខ្លាចតែសង្គ្រាមទេណាតែយើងស្ងាត់មែនប៉ុន្តែជាដេកភ័យព្រួយអញ្ចឹងអាដកជាប់នឹងក្នុងចិត្តអាគេតម្លាក់គប់អាយន្តហោះជិះកាត់ឡានដឹកស្បៀងអូជួបអស់ហើយបងប្អូនណាបើសេប៉ាយគេនៅតំបន់ក្រហមខ្ញុំនៅតំបន់លឿងឯណាបងប្អូនសេប៉ាយហ្មងជួបហ្មងតម្លាក់គប់ឲ្យទូងក្រោយតែរត់ជន់ជើងគ្នារត់មកសៀមរាបខ្ញុំនេះទាំងយប់បងប្អូនហើយគេដូរទីលំនៅភ្លាមតែម្ដងសេប៉ាឆ្លាតដែរអ្នកនរគ្នាឃើញនៅតំបន់ក្រហមចែកស្បៀងអញ្ចឹងតម្លាក់គ្រាប់ពុងរត់មកសៀមរាបលឿនមុនគេឯងគេមានកញ្ចុះអង្គុយនៅលើតង់អញ្ចឹងទៅមានកន្លែងអានៀបអាស័យអញ្ចឹងទៅមានជាប់ដីខ្លះទៅមានរឹងខ្លះទៅរៀបចំបែបឈៀលអញ្ចឹងណាក៏តាមម្ហូបគេមានម្ហូបអីច្រើនទេមានតែប្រហិតហើយនឹងបុកល្ហុងអីបន្តិចតួចសាច់អាំងអីបន្តិចតួចអញ្ចឹងណាបងប្អូនកំងស្ប៉ាហ្គេទី burger អីក៏អត់មានទេបាទអ្នកស្រុកភូមិអ្នកខេត្តហ្នឹងក៏អត់មានអីច្រើនទេមានតែប៉ុណ្្នឹងច្រើនពេកហើយប៉ុណ្្នឹងធំធេងណាបងប្អូនអរគ្នាគួយកំសាន្តអញ្ចឹងទៅគេងលេងសម្រាប់ខ្ញុំដឹងថាម៉ោងពេលថ្ងៃហ្នឹងបើខ្ញុំមកដឹងអត់មានមនុស្សហើយជាពិសេសថ្ងៃច័ន្ទគៀបើថាមកថ្ងៃច័ន្ទសៅរ៍អាទិត្យអីអូយមិនបាច់ទេបងប្អូនអើយមិនអង្គុយបានទេម្សិលមិញហ្នឹងទៅ Walk Street ហ្នឹងក៏ដើរបន្តិចស្ទះចង់ងាប់ហើយបងប្អូនមិនមែនថាមិនចង់ញញឹមមិនចង់ថតអីច្រើនទេកាលណាបងប្អូនថតចង់100 200នាក់មនុស្សចង់ខ្ចោលចាប់ដែរបងប្អូនអញ្ចឹងទៅចេះកិច្ចតិចតួចទៅអង្គុយស្រូបបរិយាកាសនៅតំបន់សៃប៉ាច័ន្ទគៀនេះមិនសូវមានមនុស្សមកដល់អូសប្បាយចិត្តណាឃើញអញ្ចឹងណាគិតលុយញាប់អត់មានហ្វ្រីឲ្យគ្នាឯងម្ដងទេសុំទោសនិយាយលេងសាអីគេចុះឲ្យដែរចុះ500ដល់ខ្ញុំស្រែកចុះ500ធ្លាក់កាឆេលុយអូសិតតលុយច្រើនទៀតហ៎លុយមកអាចសិតតលុយ500 1000ឡើងខ្ចាយពេញនឹងតែម្ដងបងប្អូនហើយលុយគេដាក់កាឆេអញ្ចឹងហ្មងណាប្រសពមែនតែនសៃប៉ាចមួយហើយពីថាមាន100រឿងប៉ុន្តែដែរមាននិយាយមួយគ្នាបានមួយរឿងទេសិតតែរវល់រៀងខ្លួននិយាយមិនកើតបងប្អូននិយាយកើតទេសាររវល់រៀងខ្លួនបានមកត្រឹមសួរសុខទុក្ខមួយយាយសុខសប្បាយអត់លក់ដាច់អត់ជីវិតមួយយាយ sponsor មួយយាយអញ្ចឹងណាបងប្អូនអរគ្នាពួកខ្ញុំឆ្ងាយគ្នាអញ្ចឹងឯងអ្នកខ្លះក៏ពួកខ្ញុំជិតស្និទ្ធមួយគ្នាដែរតែមិនបែរបានថតមួយគ្នាពួកខ្ញុំមានបញ្ហាអីលើកតបជួយគ្នាសាហាវណាបងប្អូនឃើញអញ្ចឹងឯណាអាណាប៉ះគ្នាអីអត់បានទេមិនមែនលើកតបឯណាលើកជាកោសម្ព័ន្ធតែម្ដងបាទកោសម្ព័ន្ធ RKH ហ្នឹងក៏ច្រើនកោសម្ព័ន្ធត្រីប៉ាច់ហ្នឹងក៏ច្រើននេះមិនដឹងមកពីណាផឹកឲ្យម្ដងហើយហេឡូបងដេកសួស្ដីបងប៉ាវកាហ្វេឲ្យមកប្រាវទៀតបាទ 4-10 នាក់គឺថាចេញលុយឲ្យដែរទៅខ្ញុំឆ្លាញ់ fan ខ្ញុំបងប្អូនធ្វើកាហ្វេមួយកែវនេះបើសិនជាសិស្សសាលាវិញខ្ញុំនាំដើរលេងខ្ញុំអត់ដែរខ្វល់ខ្វាយរឿងលុយកាក់ឲ្យមានប៉ុណ្ណាខ្ញុំចាយប៉ុណ្ណឹងខ្ញុំជួយប៉ុណ្ណឹងខ្ញុំអត់មានលុយបងសាលាឲ្យបើខ្ញុំមានលុយបងសាលាឲ្យខ្ញុំបង្កើត scholarship ខ្ញុំមិនដឹងថាមនុស្សខ្ញុំកើតមកដើម្បីអីបងប្អូនគ្នាដើម្បីជួយគេដើម្បីចាយលុយអស់ពីខ្លួនគ្មានលុយសល់មួយរៀលមកកាក់អញ្ចឹង
ចឹងមែនខ្ញុំឆ្ងល់មែនតើនេះបើសួរខ្ញុំថាមកយាយឆ្នាំដល់ថ្មីមានលក់ដាច់អត់អូយបងប្អូនអើយលក់ដាច់រហូតហ្នឹងថាវាមិនដាច់អីច្រើនដូចពីមុនមួយថ្ងៃចេញ4 5កេស3 4កេស4 500ដងថ្ងៃខ្លះទៅសប្តាហ៍ខ្លះទៅមានមេគាត់យក20កេស50កេស100កេសយកទៅលក់តេតក់ដែរតែគេជឿជាក់ទៅលើគុណភាពហ្មងខ្ញុំសប្បាយចិត្តមែនទែនបងប្អូនអរគ្នាដោយសារតែយើងនៅតែស៊ីបានយើងនៅតែលក់បានរហូតមកទេប៉ាច់នេះក៏គេលក់បានតេតក់អញ្ចឹងធ្វើម៉េចអាជីវកម្មការរកស៊ីមនុស្សខុសគ្នាអញ្ចឹងអ្វីដែលសំខាន់គឺយើងបង្កើនគុណភាពល្អតម្លៃយើងនៅថេរដដែលហើយយើងចេះជួយគ្នាទៅវិញទៅមកនិងបង្កើនអ្វីដែលល្អចំពោះសង្គមជាតិយើងអរគុណបងប្អូនអរគ្នាដែលតាមដានទស្សនាវីដេអូនេះជួបខ្ញុំនៅវីដេអូក្រោយទៀតជម្រាបលា